សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការលើកយកប្រវត្តិរបស់ Hero Consort U នៅក្នុង Game Honor of King មកនិទានឲ្យបងប្អូនបានស្ដាប់ផ្ដើមសាច់រឿងមកគឺគេនិយាយអំពីប្រជាជនមួយក្រុមដែលបានរស់នៅតាមដងទន្លេធំហើយការរស់នៅរបស់ពួកគេគឺរស់នៅតាមវិធីបុរាណហើយនៅក្បែរនោះគឺមានប្រាសាទចាស់មួយហើយ Consort U បានរស់នៅនឹងធំធាត់នៅក្នុងប្រាសាទមួយនោះជាមួយនឹងម្ដាយឪពុករបស់នាងហើយសត្វស្លាបនិងវល្លិជាច្រើនជាមិត្តល្អបំផុតរបស់នាងរាល់ការបាញ់ដែលនាងបាញ់ត្រូវតែងតែទទួលបាននូវការប្រទានពរពីវិញ្ញាណនៃព្រៃ Consort U បានកោតសរសើរដល់ចាងជីយ៉ាដែលជាគ្រូរបស់នាងហើយបានជឿជាក់យ៉ាងមុតមាំថាជំនឿនិងកម្លាំងរបស់នាងនឹងអាចការពារ Riverland បានទំនាយរបស់ចាងជីយ៉ាបានទស្សន៍ទាយថា Dark Master នឹងផុសចេញពី Riverland ហើយគំរាមកំហែងដល់ទ្វីបទាំងមូលមុនពេលចាងជីយ៉ាចាកចេញពីប្រាសាទដើម្បីស្វែងរកសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធជាមួយ Dark Master គាត់បានប្រាប់ទៅ Consort U ឲ្យធ្វើដំណើរទៅទឹកដី Riverland នៅក្នុងដំណើរមួយនោះនាងបានជួបគ្នាជាមួយនឹងសៀងអ៊ីដែលជាកំពូលអ្នកចម្បាំងដកក្លាហានគាត់គឺជាមនុស្សតែម្នាក់គត់ដែលបានក្រោកឈរឡើងប្រឆាំងនឹងភាពផ្ដាច់ការរបស់ Omniscient និងជាមនុស្សតែម្នាក់គត់ដែលបានស្បត់ថានឹងប្រមូលផ្ដុំគ្នានៅក្នុង Riverland ដើម្បីប្រឆាំងនឹងពួក Omniscient Consort U បានប្រយុទ្ធនៅក្បែរគាត់ហើយនៅទីបំផុតពួកគេបានក្លាយទៅជាដៃគូដ៏អស្ចារ្យនិងគូស្នេហ៍ដែលស្រឡាញ់គ្នាបំផុតហើយនៅកន្លែងផ្សេងទៀតនៅតាមដងទន្លេថាមពលនិងអំណាចមួយទៀតកំពុងកើតឡើងយ៉ាងឆាប់រហ័សដោយមានលាវប៉ាងជាអ្នកដឹកនាំហើយល្បិចកលនិងភាពលោភលន់របស់លាវប៉ាងគឺមានលក្ខណៈដូចទៅនឹង Dark Master ដែលចាងជីយ៉ាបានព្យាករទុកនៅទីបំផុត Omniscient ត្រូវបានដួលរលំហើយ Riverland ត្រូវការអ្នកដឹកនាំថ្មីនៅពេលដែលការចរចារវាងសៀងអ៊ីនិងលាវប៉ាងត្រូវបានបរាជ័យមានខ្យល់ម្យ៉ាងបាននាំសារពីលៀងទៅឲ្យ Consort U ថាជោគវាសនារបស់សៀងអ៊ីនឹងត្រូវបានបញ្ចប់ជាមួយនឹងការចាប់បដិសន្ធិឡើងវិញរបស់ Dark Master ថាម៉េចសៀងអ៊ីជា Dark Master មនុស្សដែលនាងស្រឡាញ់បំផុតក៏ជាមនុស្សដែលនាងស្បត់ថានឹងកម្ចាត់ដែរការជួបគ្នានិងទំនាក់ទំនងរបស់ពួកគេសេចក្តីស្នេហារបស់ពួកគេអ្វីគ្រប់យ៉ាងដែលនាងគិតថាវាជាការពិតប្រែក្លាយទៅជាការលេងសើចដ៏ឃោរឃៅរបស់ជោគវាសនាពេលនោះលៀងបានសួរទៅកាន់ Consort U ថាតើអ្នកអាចធ្វើការវាយប្រហារដល់កាច់សាហាវមួយទៅកាន់ Dark Master មុនពេលដែលគាត់ភ្ញាក់ឡើងដែរឬទេនាងបានឆ្លើយបដិសេធទៅកាន់លៀងនាងមិនអាចធ្វើវាបានទេនាងមិនអាចក្បត់នឹងចិត្តរបស់នាងបានឡើយពេលនោះលៀងបានឆ្ងល់ថាតើសៀងអ៊ីបានក្លាយជាមនុស្សសំខាន់ជាងពាក្យរបស់គ្រូរបស់នាងបានប្រាប់និងមិត្តភ័ក្តិដែលធំដឹងក្តីជាមួយគ្នាតាំងពីតូចមកតាំងពីពេលណាខណៈនោះមុខរបស់លៀងចាប់ផ្ដើមព្រើព្រោះនេះគឺជាការប្រើវេទមន្តអ្នកដែលបាននិយាយជាមួយនឹង Consort U មិនមែនជាលៀងពិតទេប៉ុន្តែវាជាមុខរបស់មនុស្សចម្លែកដោយចិត្តទន់ខ្សោយរបស់នាងត្រូវបានគេនាំចូលទៅក្នុងអន្ទាក់ដែលគេបានរៀបចំយ៉ាងល្អិតល្អន់អ្វីដែលនាងមិនបានដឹងនោះគឺជំនឿរបស់នាងការស្បត់របស់នាងនិងសូម្បីតែអំណាចនៃធម្មជាតិរបស់នាងដែលនាងមានមោទនភាពណាស់និងមិនមានន័យអ្វីនៅក្នុងរូបភាពនោះទេហើយផែនការរបស់ពួកគេក៏បានសម្រេចព្រោះពួកគេកម្រងនឹងយកនាងមកធ្វើជាចំណុចខ្សោយរបស់ Dark Master ចាប់ពីពេលនេះទៅជោគវាសនារបស់នាងទាំងមូលគឺស្ថិតនៅក្នុងដៃរបស់អ្នកដទៃសៀងអ៊ីស្ថិតនៅក្រោមការឡោមព័ទ្ធប៉ុន្តែសូម្បីតែភាពនឿយហត់ពីការប្រយុទ្ធពេញមួយយប់ក៏មិនអាចរារាំងគាត់ពីការព្យាយាមស្វែងរក Consort U ដែលជាដៃគូស្នេហារបស់គាត់ដែររហូតដល់សៀងអ៊ីបានជួបគ្នានឹង Consort U ត្រូវបានគេបញ្ជាឲ្យបាញ់ព្រួញទៅកាន់សៀងអ៊ីពេលនោះសៀងអ៊ីមានអារម្មណ៍ថានេះមិនមែនជា Consort U ពិតនោះទេព្រោះគាត់មិនបានស្ដាប់ឮពីសំឡេងបេះដូងដែលជាគូស្នេហ៍របស់គាត់ក្រោយពីសៀងអ៊ីបានចោះទន់ខ្សោយមានដែកមួយបានចាក់ទម្លុះខ្លួនប្រាណរបស់គាត់នៅក្នុងភាពងងឹតបរិសម្នាក់នោះឈ្មោះថាហានស៊ីងបានញញឹមនេះគឺជាអ្វី
ដែលគាត់បានរងចាំបាទមកដល់ពេលនេះប្រវត្តិរបស់ Consort U ក៏ត្រូវបានបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចចុច Like Subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ